Hello teacher and hello everyone. Today we talk about the lesson in the week 4. In the week 4. The lesson learning strategy training, collaborative learning and multiple intelligence. ចឹងមានន័យជាភាសាខ្មែរនឹងមានន័យថា learning strategy training មានន័យថាការ work hard ឬក៏ការបណ្ដុះបណ្ដាលទៅលើការរៀនដល់ cooperative learning មានថាការរៀនបែបសហការ and multiple intelligence មានថាគេហៅថាការរៀនដែរប៉ុន្តែការរៀនបែបវៃឆ្លាតបែបឆ្លៀសវៃនេះ the first introduction in this chapter we describe three methodological innovation. Number 1, learning strategy training, and number 2, cooperative learning, number 3, multiple intelligence. ចឹងនៅក្នុងជំពូកនេះយើងសិក្សាអំពីវិធីសាស្ត្រ3ទី1ដែលគេហៅថាការបណ្ដុះបណ្ដាលក៏ការវឹកហាត់នៅក្នុងការរៀនទី2នោះគឺការរៀនបែបសហការទី3ហ្នឹងទាក់ទងទៅនឹង multiple intelligence ហ្នឹងគឺការរៀនទាក់ទងទៅនឹងបែបឆ្លៀសវៃ learning strategy training it was not in chapter 5 when discussing the cognitive approach that beginning in the early 1970s as linguist learners were seen to be more activity responsibility for their own learning ចឹងតកតងទៅនឹងវិធីសាស្ត្រ learning strategy training វាត្រូវបានកត់សម្គាល់នៅក្នុងជំពូកទី5ពេលដែលគេបានពិភាក្សាឬក៏សិក្សាអំពីវិធីសាស្ត្របង្រៀនឬក៏ចំណេះដឹងពីវិធីសាស្ត្រហើយគេបានយល់ថាវាបានចាប់ផ្ដើមនៅដើមទសវត្សរ៍ឆ្នាំ1970ហើយអ្នកសិក្សាជាច្រើនក៏ហ្នឹងក៏បានយល់ថាវាគឺជាការល្អប្រសើរជាងមុនដែលអ្នកសិក្សាហ្នឹងគឺវាមានភាពសកម្មនៅក្នុងការរៀនរបស់ពួកគេ In 1975 Rubin investigated what good language learners did to facilitate their learning. From this investigate see in effect some of their learning strategies. The technique or device which a learner may use to acquire knowledge. ចឹងតកតងទៅនឹងវិធីសាស្ត្រនឹងផងដែរនៅក្នុងឆ្នាំ1975អ្នកស្រីឈ្មោះ Rubin ហ្នឹងគាត់បានធ្វើការស៊ើបអង្កេតថាអ្វីដែលជាការល្អសម្រាប់ការរៀនភាសាហើយគេបានធ្វើបានសម្រួលទៅដល់ការរៀនរបស់ពួកគេអញ្ចឹងបើយោងទៅតាមការស៊ើបអង្កេត from this investigate ហ្នឹងគឺថាការយោងតាមការស៊ើបអង្កេតរបស់អ្នកស្រី Rubin ហ្នឹងគាត់បានកំណត់ថាវិធីសាស្ត្រមួយចំនួនដែលពួកគេបានរៀនគឺទី1គឺត្រូវតែកំណត់ពីភាពប៉ិនប្រសប់ឬក៏ technique ឬក៏វិធីសាស្ត្រទី2តកតងទៅនឹង device ឧបករណ៍ច្រើនឧបករណ៍ក្នុងការរៀនដើម្បីទទួលបាននូវចំណេះដឹងឥឡូវ ចូល
ចូលដល់ទី2តកតងទៅនឹងcooperative learning ម្ដង cooperative learning តកតងទៅនឹងវិធីសាស្ត្រមួយទៀតការរៀនបែបសហការ cooperative learning ហ្នឹង sometimes called collaborative learning អញ្ចឹងការរៀនបែបសហការហើយពេលខ្លះគេហៅម្យ៉ាងទៀតថា collaborative learning គេមិនហៅcooperative learning ទេចា៎ essentially involves students learning from each another in group but it's not the group configuration that make cooperative learning distinctive. It is not way that students and teachers work together that is important. ចឹងអាហ្នឹងតកតងទៅនឹងវិធីសាស្ត្របរិញ្ញាហ្នឹងជាទូទៅវាពាក់ព័ន្ធទៅនឹងពាក់ព័ន្ធទៅនឹងសិស្សរៀននៅចំណេះដឹងពីគ្នាទៅវិញទៅមកនៅក្នុងក្រុមថា learning from each another in group ប៉ុន្តែវាមិនត្រូវបានកំណត់នៅក្នុងរចនាសម្ព័ន្ធនៅក្នុងក្រុមមួយដែលមានលក្ខណៈខុសប្លែកទេហើយវាគឺជាវិធីមួយដែលយកថាសិស្សហើយនឹងគ្រូនឹងធ្វើការជាមួយគ្នាយ៉ាងមានន័យថាយ៉ាងរលូនយ៉ាងសំខាន់ចឹងនៅក្នុងវិធីនេះគឺ the teacher helps student learn how to learn more effective ចឹងន័យថាគ្រូនឹងជួយសិស្សនៅក្នុងការរៀនឬក៏ផ្ដល់វិធីសាស្ត្រនៅក្នុងការរៀនដល់សិស្សឲ្យបានច្រើនហើយមានប្រសិទ្ធភាពដោយគ្រូមិនមែនជាអ្នកបង្រៀនទេ in collaborative learning teacher teach student collaboration or social skill so that they can work together more effectively ចឹងមានន័យថានៅកន្លែងហ្នឹងនៅក្នុងវិធីសាស្ត្ររៀនបែបសហការនេះមានន័យថាគ្រូបង្រៀនសិស្សឲ្យមានទំនាក់ទំនងឬក៏មានសហការជាមួយនឹងជំនាញសង្គមតកតងទៅនឹងការប្រស័យតកតងនៅក្នុងសង្គមតកតងទៅនឹងចរិយាធម៌ឬក៏ចរិយាសម្បទាគេហៅចរិយាសម្បទាដែលពួកគេអាចធ្វើការជាមួយគ្នាមានន័យថាបង្រៀនគាត់ហើយផ្ដល់ដំណើរវាគាត់ហើយតកតងទៅនឹងជំនាញនៅក្នុងសង្គមហើយពួកគាត់អាចធ្វើការជាមួយគ្នាបានយ៉ាងមានប្រសិទ្ធភាពចំពោះវីដេអូខ្ញុំបានចប់ប៉ុណ្ណឹងខ្ញុំសូមអរគុណសូមជម្រាបលា Teacher. Thank you teacher for watching my video.